រ៉ូដូគឺជាកីឡាករទី1ដែលជាអត្តពលិកបាល់ទាត់ទី1ដែលទទួលបានជ័យជំនះ132ប្រកួតដែលទទួលស្គាល់ដោយGuinness World Record ដែលចុះទៅប្រគល់នៅ certificate យូមិញនៅលីស្បោនអញ្ចឹងបានន័យថាគាត់គឺជាអត្តពលិកបាល់ទាត់ទី1ដែលទទួលបានជ័យជំនះច្រើនជាងគេដែលលេងឲ្យធីមជម្រើសជាតិប៉ូទុយហ្គាល់132ហ្គេមហើយបើគ្រាប់បាល់ដែលគាត់សុទ្ធតាំងពី2003រហូតដល់ឥឡូវ22ឆ្នាំជាប់គ្នាដែល Cristiano Ronaldo សុទ្ធឲ្យក្រុមជម្រើសជាតិប៉ូទុយហ្គាល់នេះសបញ្ជាក់ឲ្យឃើញថាដូចអត់មានអ្វីដែលអាចប្រឈប់គាត់បានទេតែឥឡូវយើងទៅនិយាយពីការប្រកួតយូមិញ UEFA Nation League អូយូមិញដល់ហើយក៏ក្រើកមក Nation League យូមិញវគ្គ8ក្រុមចុងក្រោយជើងទី2ហើយការប្រកួតយូមិញដែលតាក់ទាញបំផុតគឺគូប៉ូទុយហ្គាល់ជាមួយនឹងដាណឺម៉ាកអ្វីដែលពូបានន័យថាពូសប្បាយចិត្តហើយពូ surprise ជាមួយនឹងជ័យជំនះដែលប៉ូទុយហ្គាល់បានយកឈ្នះទៅលើដាណឺម៉ាកដោយលទ្ធផលសរុបទាំងពីរជើង5-3នេះគឺជាលទ្ធផលវាយបកដ៏មិនគួរឲ្យជឿដែលក្រុមបញ្ចកលប៉ូទុយហ្គាល់ក្នុងនាមជាក្រុមម្ចាស់ជើងឯករដូវកាល18និង2019បានធ្វើឲ្យក្រុមដាណឺម៉ាកត្រូវហាលអាវក្រោមវគ្គ8ក្រុមចុងក្រោយជើងទី2នៅ Sporting Lisbon កាលពីរាត្រីយប់មិញហើយជុំវិញការប្រកួតយប់មិញអ្នកគ្រប់គ្រងបានសម្ដែងការតាំងចិត្តខ្ពស់ជាពិសេសគឺទៅលើកីឡាកររបស់ប៉ូទុយហ្គាល់គឺ Cristiano Ronaldo ប៉ូទុយហ្គាល់ទទួលបានបាល់ពេណាល់ទីដើមតង់ទី1ក៏ប៉ុន្តែរឿងខកខានដែលអ្នកគ្រប់គ្រងសម្បីតែពូក៏សង្ហាចិត្តដូចគ្នាដោយសារ Ronaldo គាត់ទាត់ពេណាល់ទីអត់ចូលត្រូវបានអ្នកចាំទីរបស់ដាណឺម៉ាកសង្គ្រោះបានគឺ Kasper Schmeichel ចឹងបានន័យថាក្នុងកំឡុងពេលការប្រកួតយូមិញភាពតានតឹងគឺវាពិតជាតានតឹងខ្លាំងណាស់ប៉ូទុយហ្គាល់ប៉ះជាមួយដាណឺម៉ាកគឺវាមិនដូចអ្វីដែលយើងគិតទេវាមិនដូចអ្វីដែលយើងគិតថាអូជើងទី2ប៉ូទុយហ្គាល់នឹង comeback ស៊ីដាណឺម៉ាកភ័យស្រួល no ដាណឺម៉ាកលេងល្អមកប៉ះរបស់ដាណឺម៉ាកយូមិញមកប៉ះតែគុណភាពបាល់របស់ដាណឺម៉ាកដូចអត់សូវលេងសាំញ៉ាំផង1 2 3ដល់ហ្គោល1 2 3ដល់ហ្គោលតែដាណឺម៉ាកធ្លុយដោយសារបាល់ on goal ក្នុងកំឡុងពេលដែលខ្សែការពារ on goal មកគ្រាប់ចាប់ពីពេលនោះមកដាណឺម៉ាកដូចចាប់ដើមតស៊ូរហូតដល់ទីបញ្ចប់របស់គាត់ដែរហ្នឹងដាណឺម៉ាកយប់មិញពូនិយាយមែនពូសឹងថាយប់មិញអស់ជំនឿចិត្តលេងទៅលើប៉ូទុយហ្គាល់តែពូនៅតែគ្រប់គ្រងស្ថានភាពហ្នឹងបានពូហ៊ាននិយាយថាការប្រកួតយប់មិញពូដូចដឹងស្ថានភាពមុនចឹងពូគាត់តែមើលកុកលេងគាត់តែឃើញ Rafael Leao លេងម្ដងជា2ដង2ដងជា3ដងទៅខូចពូគាត់ថាបដក Leao ចេញដាក់ចូលអ្វីប្រហែលជាអាចនឹងប្រសើរជាងនេះមែនRoberto Martinez ក្រោយពីពូនិយាយបានប្រហែលជា10សេកុងគាត់ដូរមែនគាត់ដូរលេឲ្យចេញដាក់ចូលពូចូលតានេះគឺជាសុបស័ក្តិនៅពេលដែលចូលតាចូលអ្វីក៏មើលទៅរៀងល្អជាងមុនទោះបីជាលេឲ្យគាត់បង្កើតគុណភាពពិសេសមួយនៃការបង្កើតការអូសការក្លុកធ្វើឲ្យខ្សែការពារដាណឺម៉ាកប្របាក់ចាប់ក៏ប៉ុន្តែបើយើងនិយាយពីភាពជោគជ័យការកាត់បាល់ការក្រោះបាល់អត់មានទេលេឲ្យយមិញគឺសឹងថាបរាជ័យគ្រប់ស្ថានភាពនៅពេលដែលគាត់មានបាល់លេងហើយកំឡុងពេលនេះតិចភាពអស្ចារ្យក៏កើតឡើងនៅពេលដែល Cristiano Ronaldo រកបានមកគ្រាប់Ronaldo ធ្វើបាត់គាត់ខកខានបាល់ពេណាល់ទីក៏ប៉ុន្តែយប់មិញគាត់សុទ្ធឲ្យប៉ូទុយហ្គាល់បានមកគ្រាប់ដែលជាចំណែកដ៏ធំមួយដែរនៅក្នុងការទទួលជ័យជំនះទៅលើក្រុមបាល់ទាត់ដាណឺម៉ាកវាមិនមែនជារឿងចៃដន្យទេដោយពូនិយាយអញ្ចឹងថាជើងទី1នៅទឹកដីដាណឺម៉ាកHaaland បានសុទ្ធគ្រាប់ជ័យជំនះឲ្យដាណឺម៉ាកឈ្នះប៉ូទុយហ្គាល់ 1-0 មិនត្រឹមតែសុទ្ធបញ្ចូលទីមកគ្រាប់ជ័យជំនះប៉ុណ្ណឹងHaalandថែមទាំងធ្វើ style celebration zoo របស់ Cristiano នៅមុខ Ronaldo ថែមទៀតហើយ Ronaldo បានប្រាប់ទៅកាន់អ្នកកាសែតអ្នកព័ត៌មានឲ្យថាវាមិនមែនជារឿងអស្ចារ្យឬមិនមែនជារឿងប្លែកអីទេចាំជើងទី2អាហ្នឹងវាកើតឡើងចាំយើងនិយាយគ្នាម្ដងទៀតមែនជើងទី2យប់មិញគាត់សុទ្ធចូលភ្លាមគាត់ zoo ដាក់ទៅវិញភ្លាមហ្មងពូនិយាយមិនពេលខ្លះរ៉ូដូការតាំងចិត្តរបស់គាត់វាធ្វើឲ្យអាភាពត្រេកត្រអាលភាពពុះកញ្ជ្រោលនៅលើការប្រគួតនោះវាកាន់តែពុះកញ្ជ្រោលឡើងថែមទៀតដូចយប់មិញអញ្ចឹងហើយ